បន្ទាប់ពីការផ្លាស់ប្ដូរទ័ពកាយដំបូងបានវាយកពួកគេយ៉ាងខ្លាំងរហូតធ្វើឲ្យកងទ័ពធម្មតាធំៗត្រូវរត់ផ្លាស់ទីពួកគេបានយកមនុស្សធម្មតាទាំងអស់ទៅទីជម្រកក្រោមដីដើម្បីជៀសវាងកម្លាំងវាយប្រហារបន្ទាប់មកនៅក្នុងបរិយាកាសនិម្មិតពួកគេខ្លួនបានក្លាយទៅជាកម្លាំងវាយទ័ពលើវិញពាក្យបញ្ជាពីមជ្ឈមណ្ឌលមានន័យថាត្រូវជួសជុលគោលដៅហើយចែកចាយសញ្ញាសម្រាប់ការចាប់ផ្ដើមវាយប្រហារបន្ទាប់នៅខាងមុខមានអ្នកកាន់អាវុធទាំងអស់បង្ហាញមុខមានស្នាមមុននិងភាពលំបាកកម្លាំងការពារមុខរបស់ពួកគេក៏កំពុងជួបស្ថានភាពក្តៅគគុកវាហាក់ដូចជាការត្រៀមលម្អិតសម្រាប់ការបាញ់ចូលជួរទឹកភ្លើងដោយសម័យកាលមុនតាមរយៈការសម្រេចចិត្តចាប់ផ្ដើមវាយប្រហារគេបានបង្កើតតំបន់ធំមួយដែលពោរពេញដោយកម្លាំងឆាវឆាវនិងសេចក្តីការពារព្រៃខ្សាច់និងផ្លូវអប់រំក៏ត្រូវបាននិយោជដើម្បីទប់ស្កាត់សត្រូវដែរនៅភាគខាងជើងការផ្លាស់ទីប្រជាជនកំពុងកើតឡើងកងទ័ពបានផ្លាស់ទីគ្រាប់ពូជនិងសម្ភារៈសុខាភិបាលឆ្នាំកន្លងមកទាំងអស់គេត្រូវបានដាក់នៅខាងមុខការប៉ះទង្គិចខ្ញុំសួរថាតើពោះវៀនរបស់ពួកគេយ៉ាងម៉េចប្រទេសជាប់ព្រំដែនក៏កំពុងគិតយ៉ាងឆាប់រហ័សអំពីភូមិស្រុកជិតខាង